មនុស្សយើងម្នាក់កើតមកគឺមានចំណុចល្អរៀងៗខ្លួនអ្នកខ្លះកើតមកគាត់មានមុខមាត់ស្អាតទេតែគាត់និយាយថាស្បែកមុខរបស់គាត់ស្អាតហើយអ្នកខ្លះទៀតកើតមកមានស្បែកមុខស្អាតក៏ប៉ុន្តែគាត់បែរជាអត់ស្រឡាញ់ទ្រេមុខរបស់ខ្លួនឯងដូចខ្ញុំហងៃនេះចឹងអ្នកណាមើលមកថាខ្ញុំអត់ស្អាតថាខ្ញុំអាក្រក់ថាបែបណាក៏ថាចុះតែសម្រាប់ខ្ញុំខ្លួនឯងគឺខ្ញុំមាន confidence នៅលើខ្លួនឯងគឺខ្ញុំស្អាតខ្ញុំគឺជាខ្លួនឯងខ្ញុំស្អាតបែបខ្ញុំមើលឃើញខ្លួនឯងស្អាតខ្ញុំពេញចិត្តអ្វីដែលខ្ញុំមានតែអ្វីដែលខ្ញុំអត់ពេញចិត្តលើខ្លួនឯងមួយរយៈមុនណាគឺដោយសារតែមុខរបស់ខ្ញុំនេះគឺវាមានអាមុនមានអារោលមានអាអីនៅលើមុខហ្នឹងគឺខ្ញុំពិតជាទៅចិត្តខ្លាំងមែនតើហ្មងមនុស្សយើងអត់ល្អគ្រប់10ពេលហើយក៏អត់ស្អាតគ្រប់កន្លែងដែរតែបើយើងចេះព្យាយាមរកកលឹះឲ្យខ្លួនឯងស្អាតតែប្រកាសជាស្អាតបានហើយដូចឥឡូវហ្នឹងអញ្ចឹងខ្ញុំឆ្កោះចោះឆ្កោះឡើងរហូតត្រូវកលាក់ខ្លួនឯងដែលធ្វើឲ្យស្បែកមុខរបស់ខ្ញុំគឺខុសពីមុនឆ្ងាយខ្លាំងមែនតើខ្ញុំឡើងចង់ភ្ញាក់ផ្អើលជាមួយនឹងស្បែកមុខខ្លួនឯងនេះនៅពេលដែលខ្ញុំឈរនៅក្រោមភ្លើងបងប្អូនទាំងអស់គ្នាធម្មតាយើងទៅឈរក្រោមភ្លើងគឺនឹងបង្ហាញពីស្បែកមុខរបស់យើងហើយតែនេះខ្ញុំនៅក្រោមភ្លើងហើយខ្ញុំដាក់កាមេរ៉ាស៊ីន record screen ឲ្យបងប្អូនទាំងអស់គ្នាមើលទៀតពីស្បែកមុខខ្ញុំឥឡូវនេះគឺថាខុសពីមុនឆ្ងាយខ្លាំងមែនតើហ្មងមិនមែនធ្វើតែ smooth មិនមែនធ្វើតែឡូងទេបងប្អូនទាំងអស់គ្នាអាចមើលបានថាមុខរបស់ខ្ញុំឥឡូវនេះគឺមានសំណើមទៀតបងប្អូនទាំងអស់គ្នាអាចមើលបានថាស្បែកមុខខ្ញុំនៅពេលដែលខ្ញុំបង្ហាញរូបមុននឹងឥឡូវថាខុសគ្នាបែបណានិយាយទៅបងប្អូនទាំងអស់គ្នាគឺខ្ញុំស្រឡាញ់ស្បែកមុខខ្លួនឯងឥឡូវខ្លាំងមែនតើអញ្ចឹងបាទខ្ញុំនិយាយថាមនុស្សយើងបើសិនជាយើងទៅកន្លែងហ្នឹងមួយយើងគួរតែព្យាយាមកែចំណុចកន្លែងហ្នឹងចេញមិនមែនកន្លែងហ្នឹងយើងអាក្រក់ហើយយើងត្រូវនៅអាក្រក់បន្តទៅទៀតទេគឺអត់ទេស្រឡាញ់ខ្លួនឯងឲ្យបានច្រើនទៅមានគេមកស្រឡាញ់យើងបើយើងអត់ស្រឡាញ់ខ្លួនឯងគឺគ្មានអ្នកណាមកស្រឡាញ់យើងទេអញ្ចឹងកុំឲ្យវែងឆ្ងាយច្រើនមូលហេតុដែលស្បែកមុខរបស់ខ្ញុំឥឡូវបែបហ្នឹងបងប្អូនទាំងអស់គ្នាដោយសារតែខ្ញុំគឺតែងតែប្រាប់បងប្អូនទាំងអស់គ្នាជារឿយៗរហូតថាខ្ញុំប្រើជាមួយនឹងឈុតមុខវាយតារាខ្ញុំមិនមែនប្រើតែលេយប់លេថ្ងៃខ្ញុំប្រើទាំងម៉ាស់ខ្ញុំប្រើតែ cleansing balm ប្រើទាំង serum ប្រើទាំង night cream sunscreen ក៏ប្រើនៅទីហ្នឹងដែរបងប្អូនទាំងអស់គ្នាសូម្បីតែ foam ក៏ foam វាយតារាដែរចាហើយសូម្បីតែ cushion ក៏ cushion វាយតារាដូចគ្នានិយាយទៅគឺខ្ញុំប្រើជាឈុតជា step តែម្ដងបងប្អូនទាំងអស់គ្នាពីមុនណាខ្ញុំពិតជាខ្លាចនៃការប្រើផលិតផលខ្លាំងមែនទែនដោយសារតែស្បែកមុខរបស់ខ្ញុំគឺស្បែកមុខប្រភេទស្ដើងអញ្ចឹងបើសិនជាផលិតផលនឹងមានជាតិកាត់តែបន្តិចណាគឺមុខខ្ញុំដឹងតែចប់ហ្មងចប់យកហ្មងបងប្អូនទាំងអស់គ្នាព្រោះមុខរបស់ខ្ញុំឆាប់អាឡែហ្ស៊ីខ្លាំងមែនទែនជាមួយនឹងផលិតផលដែលមានជាតិកាត់ជាតិបកជាតិអីហ្នឹងគឺថាតែហ៊ានដាក់គូលមាស់ពេញមុខហើយគឺចាប់ដើមចេញមុនចេញអីពេញហ្នឹងហ្មងក៏ប៉ុន្តែនៅពេលដែលខ្ញុំសាកប្រើជាមួយនឹងវាយតារាបងប្អូនទាំងអស់គ្នាខ្ញុំប្រើមុនគេគឺខ្ញុំប្រើ sunscreen វាយតារាបន្ទាប់មកហើយទៅបន្តកតុយហូរទៅដល់ម៉ាស់ទៅដល់លេយប់ serum foam អីគឺថាប្រើជាឈុតវាយតារាមកវាយតារាចេញអីគឺខ្ញុំប្រើហ្នឹងមិនមែននិយាយថាប្រើតែមាត់ទេណាបងប្អូនទាំងអស់គ្នាគឺខ្ញុំមានវីដេអូច្រើនខ្លាំងមែនតើខ្ញុំប្រើបងប្អូនទាំងអស់គ្នាហើយខ្ញុំក៏បានថតចែករំលែកជូនទៅកាន់អ្នកដែលគាត់មានបញ្ហាស្បែកមុខដូចខ្ញុំអញ្ចឹងដែរអត្ថប្រយោជន៍គឺមានផ្សេងគ្នាដូច serum ដូចអីអញ្ចឹងបងប្អូនទាំងអស់គ្នានៅពេលដែលលាបទៅគឺជួយផ្ដល់សំណើមដល់ផ្ទៃមុខជួយបន្តឹងស្បែកមុខរបស់យើងហើយការពារកុំឲ្យមុខឡើងរោលបើ night cream វិញគឺជួយបំបត្តិមុនតូចមុនធំមុនកានសរសៃក្រហមអីគឺជួយបំបត្តិបានល្អខ្លាំងមែនតើជាពិសេសនៅពេលដែលលាបទៅធ្វើឲ្យមុខរបស់យើងសផងដែរហើយបើម៉ាស់វាយតារាវិញនៅពេលដែលបិទទៅគឺត្រជាក់នៅលើផ្ទៃមុខបងប្អូនទាំងអស់គ្នាបិទហើយគឺអត់ធ្វើឲ្យយើងលមាស់មុខក្តៅមុខអីគឺអត់ទេគឺត្រជាក់នៅលើផ្ទៃមុខរបស់យើងតែម្ដងហើយផ្ដល់សំណើមបានល្អខ្លាំងមែនតើហ្មងហើយបើនិយាយពីកូនពៅវាយតារាវិញគឺជា cleansing balm បងប្អូនទាំងអស់គ្នាក្រែមនេះគឺក្រែមដែលខ្ញុំប្រើក្រែមនេះជាប់ណាបងប្អូនទាំងអស់គ្នា remove ល្មម remove make up ល្មមគឺ remove អត់ជ្រះទេក្រែមហ្នឹងណាគេធ្លាប់ប្រើគាត់ដឹងថាក្រែមហ្នឹងជាប់បែបមិនបងប្អូនទាំងអស់គ្នាប៉ុន្តែបងប្អូនទាំងអស់គ្នាអ្វីដែលខ្ញុំភ្ញាក់ផ្អើលនៅពេលដែលខ្ញុំយកជាមួយនឹងកមួនវាយតារាយកមក remove ណាគឺ remove បានស្អាតល្អខ្លាំងមែនតើហ្មងបងប្អូននេះទៅគឺ remove ជ្រះតែម្ដងគ្រាន់តែដាក់មកគឺអាលាយសាច់ក្រែមចេញមកហ្មងឈុនមុខវាយតារាមួយមុខណាក៏បងប្អូនទាំងអស់គ្នាអាចទុកចិត្តបានដែរពីព្រោះអីមានការតេស្តនៅលើផ្ទៃមុខរបស់ខ្ញុំផ្ទាល់តែម្ដងហើយខ្ញុំសូមបញ្ជាក់ស្បែកមុខរបស់ខ្ញុំគឺជាស្បែកមុខស្ដើងឆាប់អាឡែហ្ស៊ីជាមួយនឹងផលិតផលខ្លាំងមែនតើក៏ប៉ុន្តែនៅពេលដែលខ្ញុំប្រើប្រាស់ទៅគឺអត់មានផលប៉ះពាល់នៅលើផ្ទៃមុខទេតែមានតែជួយធ្វើឲ្យផ្ទៃមុខរបស់ខ្ញុំស្អាតជាងមុនអញ្ចឹងបងប្អូនទាំងអស់គ្នាអាចទុកចិត្តបានណាហើយបងប្អូនដែលគាត់កំពុងតែជួបបញ្ហាស្បែកមុខអីខ្ញុំសូមណែនាំជាមួយនឹងឈុតមុខវាយតារាទៅកាន់បងប្អូនទាំងអស់គ្នាតែម្ដងហើយមកនិយាយពី foam វាយតារាវិញបងប្អូនទាំងអស់គ្នានៅពេលដែលលុបលាងទៅបងប្អូនទាំងអស់គ្នាអត់ធ្វើឲ្យស្ងួតមុខទេគឺស្រឡាញ់ត្រង់ហ្នឹងហ្មងលាងឲ្យគឺមុខយើងឡើងតុនតែម្ដងជាពិសេសគឺលាងជំរះដល់រំញើបបានស្អាតល្អខ្លាំងមែនតើអញ្ចឹងអ្នកដែលគាត់កំពុងតែជ្រើសរើសយក foam ណាដែលល្អលាងជំរះស្អាតល្អខ្ញុំសូមណែនាំជាមួយនឹង foam វាយតារាទៅកាន់បងប្អូនទាំងអស់គ្នាដូចគ្នាអញ្ចឹងខ្ញុំបញ្ជាក់អញ្ចឹងថាមនុស្សយើងអត់ល្អគ្រប់10ទេហើយមនុស្សយើងក៏ត្រូវតែមានកន្លែងទាស់ដែរមិនអាចមិនមានកន្លែងទាស់សុទ្ធទេក៏ប៉ុន្តែយើងត្រូវចេះកែតម្រូវវាត្រូវចេះកែប្រែវាដូចខ្ញុំនេះអញ្ចឹងសម្រាប់ខ្ញុំមើលឃើញទម្រង់មុខរបស់ខ្ញុំស្អាតក៏ប៉ុន្តែខ្ញុំមកទើសជាមួយនឹងមុនជាមួយនឹងអីក៏ប៉ុន្តែឥឡូវនេះគឺខ្ញុំបានទាំងអស់ហ្មង